ប្រទេសចិនបាននិយាយហើយអេរ៉ង់បានស្ដាប់ទីក្រុងប៉េកាំងគឺជាគន្លឹះក្នុងការបញ្ចប់សង្គ្រាមនៅពេលដែលគ្មាននរណាម្នាក់អាចបញ្ឈប់ការកើនឡើងនៃភាពតានតឹងបានប្រទេសចិនបានផ្លាស់ប្ដូរផ្នែករបស់ខ្លួនដោយស្ងៀមស្ងាត់ថ្ងៃនេះបន្ទាប់ពីសង្គ្រាមរយៈពេល39ថ្ងៃអេរ៉ង់បានទទួលយកបទឈប់បាញ់រយៈពេល2សប្តាហ៍ហើយបានយល់ព្រមបើកច្រកសមុទ្រហោមូសឡើងវិញនៅពីក្រោយការសម្រេចចិត្តនោះមានដៃម្ខាងដែលមនុស្សមួយចំនួនតូចកំពុងលើកឡើងទីក្រុងប៉េកាំងរដ្ឋមន្ត្រីការបរទេសវ៉ាងយីបានធ្វើការហៅទូរស័ព្ទចំនួន26ដងទៅកាន់គ្រប់ភាគីពាក់ព័ន្ធទាំងអស់អេរ៉ង់អ៊ីស្រាអែលរុស្ស៊ីនិងរដ្ឋឈូងសមុទ្របេសកជនពិសេសរបស់ចិនសម្រាប់មជ្ឈមបូព៌ាបានធ្វើដំណើរទៅកាន់តំបន់នេះដើម្បីសម្របសម្រួលដោយផ្ទាល់កាលពីសប្តាហ៍មុនប្រទេសចិននិងប៉ាគីស្ថានបានចាប់ផ្ដើមគំនិតផ្ដួចផ្ដើម5ចំណុចរួមគ្នាដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងដែលបានបញ្ឈប់ការទម្លាក់គ្រាប់បែកនៅថ្ងៃនេះវាមិនមែនគ្រាន់តែជាការទូតទេវាគឺជាភាពចាំបាច់ប្រទេសចិនពឹងផ្អែកលើច្រកសមុទ្រហោមូសសម្រាប់ការនាំចូលប្រេងឆៅជិតពាក់កណ្ដាលរបស់ខ្លួនដោយសារច្រកសមុទ្រនេះត្រូវបានបិទអស់រយៈពេល5សប្តាហ៍ទីក្រុងប៉េកាំងបានប្រឈមមុខនឹងវិបត្តិថាមពលផ្ទាល់ខ្លួននៅថ្ងៃច័ន្ទលោកស៊ីជីនពីងបានបញ្ជាឲ្យបង្កើនល្បឿននៃប្រព័ន្ធថាមពលជាតិថ្មីមួយសារនេះច្បាស់ណាស់ប្រទេសចិនត្រូវការបញ្ចប់សង្គ្រាមនេះអ្នកនាំពាក្យម៉ៅនីងបាននិយាយដោយត្រង់ថាគូគ្រប់ភាគីទាំងអស់ត្រូវតែបង្ហាញពីភាពស្មោះត្រង់និងបញ្ចប់សង្គ្រាមនេះយ៉ាងឆាប់រហ័សដែលមិនគួរកើតឡើងតាំងពីដំបូងនាងបានបន្ថែមថាការប្រើប្រាស់កម្លាំងមិននាំមកនូវសន្តិភាពទេការដោះស្រាយនយោបាយគឺជាមធ្យោបាយត្រឹមត្រូវឆ្ពោះទៅមុខខណៈពេលដែលលោក Trump បានគំរាមកំហែងនិង Ergis បានប្រឆាំងប្រទេសចិនបានភ្នាល់លើការទូតដោយស្ងប់ស្ងាត់ថ្ងៃនេះអេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz សង្គ្រាមឈប់ហើយទីក្រុងប៉េកាំងលេចចេញជាអ្នកសម្របសម្រួលដែលគ្មាននរណាម្នាក់រំពឹងទុកសូមជួយចុច Share និងចុច Subscribe ម្នាក់មួយផង